ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Admin ថ្ងៃនេះ Admin មានរឿងឥណ្ឌូនេស៊ីមួយយកមកសម្រាប់ចែកជូនទស្សនាដែលសាច់រឿងរបស់យើងនិយាយអំពីជីវិតរបស់ក្មេងស្រីម្នាក់ធំដឹងក្តីឡើងក្រោមការអប់រំនិងតាមការថែរក្សាយ៉ាងម៉ត់ចត់នៅក្នុងវិហារសាសនានាងធ្លាប់ជឿជាក់នៅលើពន្លឺព្រះធម៌និងភាពត្រឹមត្រូវរហូតដល់ថ្ងៃមួយនាងបានរៀបការចូលទៅក្នុងគ្រួសារដែលមានស្ដុកស្ដំក្រោយពេលរៀបការរួចតើជីវិតរបស់នាងនឹងទៅជាយ៉ាងណាតោះមកតាមដានទស្សនាជាមួយនឹង Admin ទាំងអស់គ្នារឿងរ៉ាវបានចាប់ផ្ដើមឡើងនៅពេលដែលលីណាជាក្មេងស្រីម្នាក់ដែលធំដឹងក្តីឡើងនៅក្នុងវិហារសាសនានាងបានជួបជាមួយនឹងរ៉ាម៉ាន់ដែលជាមហាសេដ្ឋីពូម៉ាយម្នាក់ខណៈពេលដែលលោកបានធ្វើដំណើរមកសួរសុខទុក្ខលោកឲ្យពឹកធន់នៅវិហារនោះនាងបានលើដំណឹងមកថាលោករ៉ាម៉ាន់ដែលជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំមានរូបរាងសង្ហាម្នាក់នោះមានបំណងចង់កសាងគ្រួសារមួយមុនពេលដែលគាត់ចូលឈ្មោះបោះឆ្នោតធ្វើជាអភិបាលក្រុងលើពីនេះទៅទៀតការរៀបការជាមួយនឹងនារីដែលធំដឹងក្តីក្នុងវិហារសាសនានឹងជួយលើកមុខមាត់និងកេរ្តិ៍ឈ្មោះរបស់គាត់ឲ្យកាន់តែល្អក្នុងចំណោមប្រជាជនក្រោយពីបានគិតគូរយ៉ាងដិតដល់រួចមកលីណាក៏បានទៅជួបភរិយារបស់លោកប្រធានវិហារដើម្បីសូមឲ្យគាត់ជួយធ្វើជាមេអណ្ដាតណែនាំខ្លួននាងទៅកាន់រករ៉ាម៉ាន់តាមការជួយជុំជ្រែងពីភរិយារបស់លោកប្រធានវិហារទីបំផុតលីណាក៏បានសម្រេចដូចបំណងដោយបានរៀបការជាមួយរ៉ាម៉ាន់យ៉ាងពេញច្បាស់បន្ទាប់ពីរៀបការរួចជីវិតរបស់លីណាបានលះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តដើម្បីបំពេញតួនាទីជាប្រពន្ធនិងមើលថែប្តីមិនឲ្យទាស់ចិត្តទាស់តែសោះចំណែកឯរ៉ាម៉ាន់វិញក៏ស្រឡាញ់ថ្នាក់ថ្នមនាងខ្លាំងណាស់ដែរគាត់មិនត្រឹមតែចាត់ចែងឲ្យអ្នកបម្រើមើលថែលីណាប៉ុណ្ណោះទេថែមទាំងបានផ្ដែផ្ដាំឲ្យនាងញ៉ាំទឹកដោះគោស្រស់មួយកែវជារៀងរាល់ថ្ងៃទៀតផងនៅថ្ងៃមួយរ៉ាម៉ាន់បាននាំលីណាចុះទៅជួបប្រជាជននៅក្នុងសហគមន៍ដើម្បីឃោសនារកសម្លេងឆ្នោតនៅចំពោះមនុស្សច្រើនកកគាត់បានធ្វើជាប្តីល្អដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភរិយារបស់គាត់ដែលបាននៅពីក្រោយខ្នងនិងលះបង់គ្រប់យ៉ាងដើម្បីភាពជោគជ័យរបស់គាត់ខណៈពេលដែលរ៉ាម៉ាន់កំពុងតែឈរនិយាយយ៉ាងមានទំនុកចិត្តនោះលីណាស្រាប់តែបានឮសូរខ្សឹបខ្សឹបថាដូចជាមាននរណាម្នាក់កំពុងតែហៅឈ្មោះរបស់នាងពីចម្ងាយប៉ុន្តែនៅពេលដែលនាងងាកក្រោយទៅមើលបែរជាគ្មានមនុស្សណាម្នាក់នៅទីនោះឡើយចំពេលដែលនាងងាកមកវិញនាងក៏បានឃើញស្ត្រីម្នាក់គ្របដណ្ដប់ដោយស្បែកមុខពណ៌ខ្មៅឈរលេចឡើងយ៉ាងអាត់កំបាំងភ្លាមនោះមានស្ត្រីម្នាក់ដែលអង្គុយនៅខាងក្រៅស្រាប់តែហូរឈាមស្រមុះដោយមិនដឹងមូលហេតុរួចក៏បានស្រែកផ្អើលឆោឡើងបង្កជាការភ្ញាក់ផ្អើលដល់មនុស្សគ្រប់គ្នាឃើញស្ថានភាពមិនស្រួលបែបនេះលីណាក៏បានដើរចុះទៅក្រោមដើម្បីជួយពិនិត្យមើលស្ត្រីម្នាក់នោះប៉ុន្តែគ្រាន់តែនាងងាកចេញនិងងាកមកវិញបន្តិចស្ត្រីគ្របស្បែកមុខពណ៌ខ្មៅនោះក៏បានបាត់ស្រមោលឈឹងតែម្ដងនៅពេលដែលនាងខំរកមើលស្ត្រីនោះក៏បានលេចឡើងនៅចំពោះមុខនាងតែម្ដងភ្លាមនោះបានធ្វើឲ្យលីណាភ័យសឹងតែលួសព្រលឹងទៅហើយប៉ុន្តែដោយសារតែនៅចំពោះមុខមនុស្សម្នាច្រើនកកនាងមានតែបង្ខំចិត្តកុហកគេឯងថានាងមានអារម្មណ៍មិនស្រួលខ្លួនតែប៉ុណ្ណោះនៅតាមផ្លូវត្រឡប់មកផ្ទះវិញលីណានិងរ៉ាម៉ាន់បានធ្វើដំណើរឆ្លងកាត់កន្លែងឃោសនាបោះឆ្នោតរបស់បេក្ខជនម្នាក់ទៀតដោយបេក្ខជនម្នាក់នោះមានឈ្មោះថាអាងកុងដែលជាគូប្រជែងនិងមានប្រជាប្រិយភាពខ្លាំងបំផុតម្នាក់មិនចាញ់រ៉ាម៉ាន់ប៉ុន្មានឡើយដល់នឹកឃើញរឿងរ៉ាវចម្លែកទៅតែបានជួបប្រទេសអំបញ្ញមិញនេះលីណាក៏បានសួរទៅកាន់ប្តីដោយបារម្ភថាតើអាចមាននរណាម្នាក់ក្នុងចំណោមពួកគេជួគ្រូមន្តអាគមឬប្រើល្បិចផ្លូវងងឹតដើម្បីធ្វើបាបយើងក្នុងបំណងចង់ឈ្នះឆ្នោតនេះដែរឬទេឬបែបនេះរ៉ាម៉ាន់ក៏បានលួងលោមភរិយានិងបានប្រាប់នាងកុំឲ្យគិតច្រើនឬបារម្ភហួសហេតុពេកអីដោយសារតែរ៉ាម៉ាន់មានទំនុកចិត្តខ្ពស់និងបានបដិញ្ញាចិត្តត្រូវតែឈ្នះឆ្នោតលើកនេះឲ្យទាល់តែបានខណៈពេលដែលលីណាកំពុងតែរៀបចំធ្វើអាហារពេលល្ងាចនៅក្នុងផ្ទះបាយស្រាប់តែមានដៃមួយបានលូកមកអោបចង្កេះនាងពីក្រោយយ៉ាងណែនលីណាស្មានថាជាប្តីរបស់នាងក៏បានងាកទៅរកទាំងញញឹមញញែបែបគូឲ្យស្រឡាញ់ប៉ុន្តែគ្រាន់តែនាងងាកខ្លួនត្រឡប់ទៅវិញភ្លាមស្រាប់តែនៅចំពោះមុខនាងគ្មានសូម្បីតែមនុស្សម្នាក់ពេលនេះលីណានាងចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចក្រោយពេលញ៉ាំបាយពេលល្ងាចលួចរ៉ាម៉ាន់ក៏បានធ្វើជាប្តីល្អដោយបានជួយកាត់ក្រចកឲ្យលីណាដោយយកចិត្តទុកដាក់បំផុតនៅក្នុងកំឡុងពេលនោះគាត់ក៏បានចូលដៃធ្វើឲ្យមុតក្រចករបស់នាងបន្តិចភ្លាមនោះរ៉ាម៉ាន់បានបង្ហាញពីក្តីបារម្ភនិងអាណិតប្រពន្ធជាខ្លាំងដោយបានយកម្រាមដៃដែលមុតរបស់នាងទៅជញ្ជក់ក្នុងមាត់របស់គាត់ការធ្វើបែបនេះធ្វើឲ្យលីណារំភើបចិត្តនិងមានអារម្មណ៍ថាខ្លួនឯងមានសំណាងខ្លាំងណាស់ដែលមានប្តីស្រឡាញ់ថ្នាក់ថ្នមបែបនេះគ្រាន់តែនាងងាកខ្នងចេញភ្លាមរ៉ាម៉ាន់បានយកកំទេចក្រចករបស់នាងទៅហុចឲ្យមីងអ្នកបម្រើម្នាក់ភ្លាមនោះមីងអ្នកបម្រើក៏បានចាប់ផ្ដើមសូត្រមន្តអាគមមួយចន្ទុះក្រោយមកមានសត្វគោមួយក្បាលដែលកំពុងតែស៊ីស្មៅបែរជាប្រែប្រួលទៅជាភ្នែកក្រហមច្រាភ្លាមចំពេលជាមួយគ្នានោះដែរលីណាដែលកំពុងតែអង្គុយសូត្រមន្តថ្វាយបង្គំព្រះស្រាប់តែបានឮសំឡេងខ្សឹបហៅឈ្មោះនាងសារទីថ្មីម្ដងទៀតនាងបានដើរតាមប្រភពសំឡេងនោះចេញពីបន្ទប់ហើយក៏បានឃើញថាអំពូលភ្លើងនៅក្នុងផ្ទះបាយកំពុងតែភ្លឺផ្លែតគួរឲ្យខ្លាចមិនតែប៉ុណ្ណោះវិទ្យុក៏ស្រាប់តែបើកដោយខ្លួនឯងនៅសំឡេងរញ៉េរញ៉ៃគួរឲ្យរំខានពេលដែលនាងលូកដៃទៅបិទវិទ្យុនោះស្រាប់តែភ្លើងនៅក្នុងផ្ទះបាយទាំងមូលត្រូវបានកាត់ផ្ដាច់ភ្លាមចំពេលដែលលីណាកំពុងតែភ័យផងនោះសំឡេងគួរទ្វារយ៉ាងខ្លាំងបានបន្លឺឡើងនៅពីមុខផ្ទះនាងមានបំណងចង់ដើរទៅបើកទ្វារមើលប៉ុន្តែជើងរបស់នាងត្រូវបានជំពប់ដួលនឹងអ្វីម្យ៉ាងនៅលើនាងបានលូកដៃរាវទៅលើវត្ថុនោះមកមើលវាប្រែជាសាកសពកណ្ដោស្អុយរលួយមួយក្បាលប៉ុន្តែនៅក្បែរនោះស្រាប់តែលេចចេញនៅខ្មោចស្រីម្នាក់ដែលមានរូបរាងជាមនុស្សប៉ុន្តែបាតជើងខាងក្រោមជាជើងគោដែលកំពុងតែឈរញ៉ាំសាកសពកណ្ដោហើយបានសម្លឹងមកមើលនាងក្រោយពេលដែលនាងភ្ញាក់ពីគេងតែបានរងរំនាងថាវាគ្រាន់តែជាអារម្មណ៍ច្រឡំឬការយកសបិនព្រោះតែនាងនឿយហត់ពេកតែប៉ុណ្ណោះបន្ទាប់មក
รามันก็บานหายเนี่ยมีเนี่ยบ่มร้าเอามาเจอเรียบจำคลุ้นนังตกตายหมกมดเอาลีนาอย่างประหยัดปัญญาโปรกอดมีนกำรงนวมแพรเยแต่เจ้าร่วมขนมการทลายซอนตะไรกระทาโฆษณาโรคสำเร็จชนะในขนมแปรวิเฮียบรรใต้ระเบียบในการตบตายหมกระบอมมีนเนี่ยบ่มรามเนี่ยโนเวียโดยจิการตบตายหมกธรรมดานูเต้ใต้เวียบายจิโดยจิปิธีโซดมนากุมเลสะสอบตะเว้นกอดบานยกถูกได้กำปงแต่แช่โมกระวีจีรำวงจงเวงคลวนระบอลีนาขนมบ่มนองจองสังกัดวิญญาณขณะเป้ได้กระวีถูกจงเวงคลวนระบอลีนานุ่มมอระบอมมีนเนี่ยบ่มร้าก็จับประดามโซดมนซับหมกดะลีนาบรรทบมอกกูเกกบาลเฟอร์ดำนาหมกดอวิเฮียศาสนาในขนมกำลงเปดารามันกำปงตายในเยียอย่างจุจัดในเลเวติการนุ่มลีนาสลับแต่บานลือสำเร็จสภาดอกกูไวคลายนุ่มซาจิตทำไมมาดองตีเนียงบานกระเลยตะเคินสตรีกรบสบายหมกปอกมาอัดกำบังมาเนี่ยนุ่มโชว์เมอร์เนียงเทียไทยลำใบจางดังอาจบาทาให้ทวยบานเจียสตรีมาเนี่ยนี่ตามลงบรรลัยดังตามเนียงมันแลนบาดนี้ลีน่ากบาลดัดจัดดาเจนปีการวิธีด้วยตาตามสมาสตรีมาเนี่ยนุ่มระหดดอกนองบรรทบตักแต่ก็ได้เงียชงอลีน่าเมียนตายบางคำจัดดาบาทเวียบรรทบตักมาดองมวยดำใบปีนิดเมื่อลูกเปเดดามาดอบรรทบตักจังกาวเกบังอ้อได้เวียจะสาวจัดนุ่มเนียงกบาลเอาจอตะตามประหางเวียนุ่มทราบแต่เคินเจิงโกมือกู้โชว์ในขังขนมนุ่มเนียงกบาลลูกได้บาทเวียนุ่มอย่างคลั่งปันตายเอาไว้ได้ในขังขนมบาเจียตัวเตสอัดเมียนมนุษย์เมียนสัตว์เอาไว้แต่งอ้อลีน่าเนียงกบาลรวมลมครูนายท่าครูนายประหารจีเนยฮอดคลังเป๊ะจะหดดอกในระวังเคินจะมาเกราะบาดในให้เนียงกบาลดาตลกมกดำใบออยอารมณ์สละครูนหลังเว้นปันตายในเปดาเนียงสำลังตะเมอกันเจาะเพลี้ยมเนียงกบาลเคินขมอสไรนุ่มในขนมกันเจาะได้โชว์ในปีกราวเนียงในเปนุ่มมัดแพะระบอเนียงมันแน่บานดาโจหมกขนมมันตบตักกบาลเคินลีน่ากำปงตะเผยคลาดมัดแพะระบอเนียงกบาลรถตลกลีน่าเนียงกบาลจังออยบางฮานปีกันเจาะดำใบปรับกาเปิดปันตายในเปดาเนียงเงียตะเมอมาดองเตี้ยขมอสไรในขนมกันเจาะนุ่มบานบัดสมาวตะให้เนียงหนึ่งมัดแพะกบาลนอนเพลียเจนปีตีนุ่มมององกอยในขังกล้าวในเปดากำปงตายในเย่คณิตสราบแต่ลีน่าบานกระไรเพนตะเคินอ่างก้องดาจิกูประเจนระบอกได้กำปงตะโชสำลังเมอเนียงปีจำง่ายปันตายสราบแต่มวยประเภทเพนอ่างกองกบาลบัดสมาวตะให้จำเป็นนูได้เหตุการณ์มันล้อมวยกบาลการลางเพลียมรามันได้กำปงตะโชในเลเวตกาสราบแต่ฮอเชียมจมอจอมอถ้าโดยจิตรอำเภอไว้มวยให้เพลียมนูแตงปันเอาสับไซปีนิจกรรมบอชนอดทมระบอกกอดกบาลบะรลมดูเกรียงหมกได้แต่ดองเรื่องรายดบานการลางตัวนเนียบันนี้ทัวร์อลีนากันแต่ปรวยในขนมจัดในเป้มาดาเตะเพลียมเนียงกบาลสำหรับจัดเรียบรอบเรื่องรายดบานจูประเทศปรับได้แต่งอ้อให้ทานแต่บานซองสายฐานนี่ประหารจิมินเกลวดทัวร์อำเภอในวิกรอยให้ในเปโนรามันบาจิมินตกหมกสงัดโดยจิกวดบานดังมนหนึ่งเรียบจำตกมนในเรื่องรายกรบยางดบานการลางในยันจังเพลียมนู้ทราบจะมีสำแหลงชาลาหนึ่งเพียบเวิร์กวออย่างคลังมันเลยล้านปีหมกเต้ขึ้นสถานเพียบมันสรัวบาดนี้รามันกบาลปัญญาบนอมลีนาเจ้าตะปูนในขนมมันตกเกณฑ์รวดกวดกบาลสำลังตะมือหมกเนี้ยง่ายสัวตะการเนี้ยดาวสำใดอย่างเมียนในจีได้จะเดือดแท้ตาออนโปรมแลบบองหนึ่งช่วยบองกรบบาดยางได้หรือเต้กลายเป้ตัวบานเปียโยโปรมเปลีนาดูดมอกรามันกบาลเป็นเจียมินเนี่ยบ่มร้าเอาโยตกดอกโกมือก้าวยองมาเอาลีนาพักเพลียมจอมเปโนสลับแต่เพลิงในขนมเตี้ยแต่งมูตระบานกัดได้หนึ่งงเงินมาดองเตี้ยรามันบานปลายปรามเนี้ยเอาในสิงงอมในขนมมันตกนี่กลมดาตาหน้าซ้อรวดกวดหนึ่งมินเนี่ยบ่มร้ากบาลได้เช่นเธอขังกล้าวดำใบปินเด็ดเมื่อสิทานเพียเราจะประดามเมียนอารามมันสั่วหนึ่งดังเมียนเดืองมันปลอกได้ลีนาก็เมียนบ่มน้องจองตลกดาตามได้บิกรอยเมื่อได้มันใต้เนียงสลับแต่เคินกรมมนุษย์จำลายมือกรมเฉลี่ยแปรชดซ้อโชว์เป็นมันตบตัวเพี้ยวสลับแต่เทียตูของอายในจมปูหมกเนียงกบาลบากจำหอล้างอย่างยืดให้ในเปนูขมอยใจมันแหนนูกบาลบางหันคล้วนในจมปูหมกเนียงขมอยใจนูมันเติมตายมันเฟอบ้านหนึ่งลงมันหลาดเนียงหนูเต้แทนจากบาลรนบากเทียมันตบแก้งเอาลีน่ารถเจนตะขังกล้าเจียดพองเปนี่ลีน่าเนียงบาลรถปัญญาเจนปีมันตบนูเพลียมร้อนแต่รถเจนมาดอขังกลายเพลียมเนียงกบาลเคยได้ระบอเนียงกำปงตาอังกอยใบกบาจอกกล้ามขนมกายวิก้านังตำรงดอกกวยจำลายให้ข้อปีมนุษย์ธรรมดาเคยได้เมียนสุเพียบาดนูดอกได้บารามลีน่ากบาลลบดาแต่จัดก้อนนเป้ได้ลีน่าดาโจแต่จัดนูเนียนสาบใจกันเลยแต่เคยเมียนลูกทอดระบออ่างก้องพร้อมแต่งเมียนเชียมหนึ่งอุปกรณ์เฟอร์อมเปอร์ดะในจงไว้นูผ่องได้แต่ซาแต่เนียงเพยคลายขลังเปดลีน่าก็คอมปรังอังรุ่นนังสไลทาชมูรามันอย่างคลั่งขนมบ่มหนองจองดากอดเอาเนียกล้วนหลังเว้นเนียงมันบานจ้าปรอมตัวแต่สอดท่าเนื้อปีกรอยขนองระบอเนียงเมียนได้ขโมยดอกกวยคลายมือกู้กำปงแต่ลูกมอยืดปากันจังก็ระบอเนียงเริ่มแต่มวยประเภทในปนนอลีน่าได้เตะขโมยโจสินเทิดหนึ่งกรบกรงเรียงกายแต่งตรงตะหายนูบ้านเฟอร์ดำนาบอกดอกเต้ระบออ่างก้องได้เหมือนดังคล้วนเปนูเนียงกำปงตาอังก้อยรมสาซาบสระแต่สาสับนูสตูเงบมอกอังก้อยเคยโดนนี่เนียงกบาลใส่อย่างคลั่งลูกดาวเปดเนียงเพียดังคล้วนหนึ่งบักในลังเว้นมาดองตีเนียงบ้านจีเคยคล้วนอ้างกำปงแต่เด็กในเลือแกล้ขนมมันตกเก่งตัวคล้วนแต่เว้นเนียงบ้านประหยัดรถเจนมอกเมื่อขนมมันตกตัวเนื้อบรรตาไว้กรบย่างคือเนยธรรมดาแต่งอ้อกรบย่างหาโดยเจสบันนักเกาะมุ้ยเดเตอร์ตากันลองพัตเตอร์ขณะเปได้ลีนากำปงแต่เชียเรียมลวงจัดคล้วนไอท่าเรื่องราวในการล้างการประยุกต์เมื่อวิกรอนต
តែជាសុបិនអាក្រក់មួយទេស្រាប់តែពេលនោះមានមនុស្សពីរនាក់ពួកគេបានដើរមកប្រាប់រាម៉ាន់ថាលោកអាងកងដែលជាគូប្រជែងនយោបាយរបស់រាម៉ាន់បានទទួលមរណភាពដោយគ្រោះថ្នាក់ចម្លែកមួយគ្រាន់តែលើដំណឹងនេះភ្លាមលីណាមានការភ័យស្លន់ស្លោជាខ្លាំងទោះបីជាក្នុងចិត្តរបស់នាងភ័យយ៉ាងណាក៏ដោយក៏លីណាត្រូវតែបង្ខំចិត្តចូលរួមដំណើរជាមួយនឹងរាម៉ាន់ទៅចូលរួមពិធីបុណ្យសពរបស់អាងកងដែរលុះពេលទៅដល់ហើយនាងក៏បានឃើញសាកសពរបស់អាងកងចំភ្នែកភ្លាមលីណាលែងមានអារម្មណ៍ទៀតហើយព្រោះស្ថានភាពសាកសពវាដូចគ្នាបេះបិទទៅនឹងអ្វីដែលនាងបានឃើញនៅក្នុងសុបិនកាលពីយប់មិញដោយសារតែមានអារម្មណ៍ភ័យខ្លាចខ្លាំងពេកនាងក៏បានសម្រេចចិត្តដើរទៅយកសិភៅធម៌មកសូត្រធម៌ដើម្បីការពារខ្លួនប៉ុន្តែនៅពេលដែលលីណាបើកទំព័រគម្ពីរឡើងស្រាប់តែទំព័រទាំងអស់នៅក្នុងសិភៅធម៌នោះប្រែជាទទេស្អាតគ្មានអក្សរសំបីតែមួយតួឃើញបែបនេះលីណានាងក៏ប្រញាប់បិទគម្ពីរនោះរួចនាងក៏បានទៅទាញយកសិភៅគម្ពីរមួយក្បាលទៀតដែលនៅក្បែរនោះមកបើកជំនួសវិញប៉ុន្តែគ្រាន់តែនាងទៅតែនឹងសូត្រធម៌បានមួយម៉ាត់ប៉ុណ្ណោះស្រាប់តែតួអក្សរនៅក្នុងគម្ពីរនោះក៏បានរលាយបាត់ស្រមោលនៅចំពោះមុខនាងតែម្ដងនៅពេលនោះនាងក៏បានឃើញសាកសពរបស់អាងកងបានងើបឡើងមកនិយាយរកនាងលីណានាងបានស្រែកជាខ្លាំងស្រាប់តែរាម៉ាន់ដែលនៅក្បែរនោះបានស្ទុះមកចាប់អូននិងរុញនាងចូលទៅក្នុងឡានយ៉ាងលឿននៅតាមផ្លូវត្រឡប់មកផ្ទះវិញលីណាមានបំណងចង់ប្រាប់ប្តីអំពីមូលហេតុនៃការស្លាប់ដ៏អាត់កំបាំងរបស់អាងកងប៉ុន្តែផ្ទុយទៅវិញនាងបែរជាត្រូវរាម៉ាន់ស្ដីបន្ទោនិងកំហុសដាក់យ៉ាងខ្លាំងទៅវិញគាត់បានប្រាប់ឲ្យនាងឈប់និយាយស្ដីប្តីផ្ដានិងឈប់ធ្វើឈួតនៅចំពោះមុខអ្នកដទៃទៅទៀតគ្រាន់តែត្រូវប្តីកំហុសនិងស្ដីបន្ទោភ្លាមលីណាបានត្រឹមតែនៅស្ងៀមស្ងាត់និងបិទមាត់មិនហ៊ាននិយាយសួរនាំអ្វីទៅទៀតទេលុះមកដល់ពាក់កណ្ដាលយប់លីណាមានអារម្មណ៍ថាឃ្លាននាងក៏បានដើរចុះមកផ្ទះបាយដើម្បីរកអីញ៉ាំចាំពេលដែលនាងកំពុងតែញ៉ាំអាហារនោះស្រាប់តែនៅក្នុងទូទឹកកកដែលនៅក្បែរនោះបែរជាមានសម្លេងអង្រួនឡើងចម្លែកដោយសារតែការចង់ដឹងចង់ឃើញនាងក៏បានដើរទៅជិតរួចទាញបើកទ្វារទូទឹកកកនោះប៉ុន្តែអ្វីដែលនាងមិននឹកស្មាននោះគឺនៅខាងក្នុងទូទឹកកកបែរជាមានក្រណាត់រុំសាកសពមួយនៅក្នុងនោះទៅវិញលីណានាងក៏បញ្ញាប់រុនទ្វារទូទឹកកកនោះបិទយ៉ាងលឿនប៉ុន្តែគ្រាន់តែនាងបិទទ្វារនោះភ្លាមសាកសពដែលរុំដោយក្រណាត់នោះស្រាប់តែឈរនៅចំពោះមុខនាងតែម្ដងគ្រាន់តែបានឮសំឡេងស្រែកយ៉ាងខ្លាំងរបស់លីណាភ្លាមមីងអ្នកបម្រើក៏បញ្ញាប់រត់កាន់កៅទៅដោះគោចូលមកក្នុងផ្ទះបាយភ្លាមនៅក្នុងកំឡុងពេលដែលគាត់កំពុងតែលើកលីណាឲ្យក្រោកឈរឡើងវិញនោះគាត់ក៏បានដកសក់ក្បាលរបស់លីណាយកទៅលាក់ទុកយ៉ាងលឿនមិនយូរប៉ុន្មានលីណាក៏បានលួចឃើញអ្នកមីងនោះនិងប្តីរបស់នាងកំពុងតែឈរកាន់សរសៃសក់នោះរួចពិភាក្សាគ្នាយ៉ាងមានអាថ៌កំបាំងពេលនោះហើយលីណាចាប់ផ្ដើមដឹងខ្លួននិងដឹងច្បាស់ថានឹងមានរឿងមិនស្រួលកំពុងតែកើតឡើងហើយនាងក៏បានសម្រេចចិត្តលបដើរតាមពីក្រោយអ្នកមីងនោះយ៉ាងស្ងៀមស្ងាត់រហូតដល់ទីធ្លាខាងក្រោយផ្ទះលីណានាងមិនដឹងទាល់តែសោះថានៅខាងក្រោយផ្ទះរបស់នាងបែរជាមានកន្លែងធ្វើពិធីផ្លូវងងឹតមួយត្រូវបានលាក់យ៉ាងជិតបែបនេះហើយមីងអ្នកបម្រើនោះកំពុងតែរៀបចំយកសរសៃសក់របស់នាងទៅធ្វើពិធីសូត្រមន្តដើម្បីបញ្ជាវិញ្ញាណរបស់នាងបន្ថែមទៀតប៉ុន្តែចំពេលនោះដែរលីណាកំពុងតែភ័យតត់ស្លុតអត់មើលនោះមីងអ្នកបម្រើក៏ស្រាប់តែងាកក្បាលមកចំលីណាក៏បញ្ញាប់រត់គេចខ្លួនទៅពួនខាងក្រោយជញ្ជាំងយ៉ាងលឿនលុះពេលដែលនាងងាកសម្លឹងទៅមើលកន្លែងជាន់ក្រោមម្ដងទៀតមីងអ្នកបម្រើម្នាក់នោះក៏បានបាត់ស្រមោលទៅហើយលីណានាងក៏បានដកទូរស័ព្ទដៃចេញមករួចលើកាមេរ៉ាបំរុងនឹងថតរូបទុកជាភស្តុតាងប៉ុន្តែគ្រាន់តែនាងបង្វិលកាមេរ៉ាភ្លាមមុខរបស់ខ្មោចស្រីនោះបានស្ទុះឡើងមកចំកាមេរ៉ារបស់នាងតែម្ដងដោយក្តីរន្ធត់លីណាក៏បានជ្រុះទូរស័ព្ទពីដៃនាងក៏បានបញ្ញាប់រើសយកវាមកវិញរួចក៏ដើរត្រឡប់ទៅពួននៅក្នុងបន្ទប់គេងទាំងញ័រត្រើកគ្រាន់តែមកដល់បន្ទប់ភ្លាមនាងក៏បានបញ្ញាប់ផ្ញើវីដេអូនោះទៅឲ្យមិត្តភក្តិជិតស្និទ្ធរបស់នាងដើម្បីសុំជំនួយទោះជាយ៉ាងណាក៏ដោយអ្វីៗគឺយឺតពេលទៅហើយមិនទាន់តែបានផ្ញើវីដេអូចាប់ស្រួលបួលផងទ្វារបន្ទប់ត្រូវបានបើកឡើងហើយរាម៉ាន់ដែលបានចូលមកជាមួយនឹងទឹកមុខគួរឲ្យខ្លាចគាត់បានស្ទុះទៅឆក់ទូរស័ព្ទចេញពីដៃរបស់លីណារួចចុចលុបវីដេអូដែលបានផ្ញើនោះភ្លាមនោះរាម៉ាន់បានគប់ទូរស័ព្ទដៃរបស់នាងបោកទៅនឹងឥដ្ឋបែកខ្ទេចទៅហើយគ្រាន់តែស្ដីឲ្យនាងរួចរាម៉ាន់ក៏បានដើរចេញពីបន្ទប់បាត់ទៅមិនយូរប៉ុន្មានមិត្តភក្តិជិតស្និទ្ធរបស់លីណាក៏បានបើកទូរស័ព្ទដៃមើលឃើញសាររបស់នាងដែលបានផ្ញើមកប៉ុន្តែវីដេអូនោះត្រូវបានលុបមិនអាចមើលបានឡើយភ្លាមនោះស្រាប់តែមានការតេចូលជាវីដេអូពីលីណាមកមិត្តភក្តិរបស់នាងក៏ប្រញាប់ចុចទទួលភ្លាមប៉ុន្តែគ្មានមនុស្សនិយាយឡើយមានតែកៅអីមួយដែលយកទៅយកមកយឺតខណៈពេលដែរមិត្តភក្តិកំពុងតែងឿឆ្ងល់នឹងនិយាយហៅឈ្មោះលីណានោះស្រាប់តែខ្មោចស្រីនោះបានស្ទុះមកចំកណ្ដាលកាមេរ៉ាទូរស័ព្ទរួចបើកភ្នែកធំសម្លឹងមកព្រមទាំងបន្លឺសំឡេងគំរាមកំហែងយ៉ាងសាហាវថាកុំចង់ចេះដឹងរឿងអ្នកដទៃប្រយ័ត្នងាប់ខ្លួនរាម៉ាន់បានបញ្ជានិងបង្ខំឲ្យលីណាផឹកទឹកដោះគោដោយសារតែត្រូវបានប្រដៅទូមានតាំងពីតូចមកត្រូវតែស្ដាប់បង្គាប់និងគោរពតាមប្តីគ្រប់បែបយ៉ាងលីណាមិនហ៊ានតវ៉ានិងរឹងរូសសូម្បីតែមួយម៉ាត់នាងក៏បានដាច់ចិត្តផឹកទឹកដោះគោនោះរហូតទាល់តែអស់ពីកៅប៉ុន្តែនៅក្នុងទឹកដោះគោនោះត្រូវបានគេលួចដាក់ថ្នាំសណ្ដំឬមុនអាគមខ្មៅចូលទៅក្នុងកៅនោះបាត់ទៅហើយតែប៉ុន្មាននាទីក្រោយមកថ្នាំក៏ចាប់ដើមជ្រាបធ្វើឲ្យភ្នែករបស់លីណាស្រាបចោលរួចនាងក៏បានដេកលក់យ៉ាងស្ទើរស្ដឹងនៅពេលដែលពេលវេលាមកដល់ហើយរាម៉ាន់ក៏បានដកកំបិតចុងស្រួចតូចមួយចេញមករួចក៏បាន
កាត់អាយកសាច់ស្រស់ៗមួយដុំចេញពីខ្នងរបស់លីណាទាំងរួមបន្ទាប់មកគាត់ក៏បានយកសាច់ស្រស់ដែលមានឈាមនោះចុះទៅកាន់អាសនៈនៅជាន់ក្រោមដីរួចចាប់ផ្ដើមសូត្រមន្តអាគមធ្វើពិធីផ្លូវងងឹតភ្លាមខ្មោចស្រីនោះក៏បានមកអង្គុយនៅពីមុខរាម៉ាន់ដោយផ្ទាល់ហើយអ្នកទាំងពីរហាក់ដូចជាបានសម្រេចកិច្ចព្រមព្រៀងឬដោះដូរដើម្បីអំណាចនយោបាយក្រោយពេលពិធីផ្លូវងងឹតបញ្ចប់ទៅក្រុមការងារនិងកូនចៅរបស់រាម៉ាន់បាននាំគ្នាច្របាច់ទឹកដោះគោស្រស់ៗទាំងកណ្ដាលយកទឹកដោះគោទាំងនោះត្រូវបានយកទៅលាយជាមួយនឹងមន្តអាគមដែលធ្វើពិធីរួចបន្ទាប់មកពួកគេយកទៅចែកជូនអ្នកភូមិដែលរស់នៅជុំវិញនោះឲ្យញ៉ាំដោយមិនគិតថ្លៃឲ្យតែអ្នកភូមិណាបានផឹកទឹកដោះគោនោះហើយពួកគេនឹងមានអារម្មណ៍រង្វេងវង្វាន់រួចងាកមកគាំទ្រនិងស្រឡាញ់ពេញចិត្តរាម៉ាន់យ៉ាងងប់ងល់តែម្ដងធ្វើឲ្យប្រជាប្រិយភាពនិងសម្លេងឆ្នោតគាំទ្ររបស់គាត់ហក់ឡើងខ្ពស់ត្រដែតយ៉ាងលឿនបំផុតទោះបីជាយ៉ាងណាក្នុងនាមជាភរិយាលីណាបែរជាគ្មានអារម្មណ៍សប្បាយនឹងជោគជ័យរបស់ប្តីទាល់តែសោះដោយទៅវិញនាងកាន់តែមានអារម្មណ៍ទុក្ខព្រួយនិងខ្លាចរអាព្រោះអំពើថោកទាបទាំងអស់នេះបានដាប់ផ្ទុយស្រឡាពីបំណងប្រាថ្នានិងគោលការណ៍ជីវិតដ៏ស្មោះត្រង់របស់នាងនៅពេលនោះលីណាស្រាប់តែឃើញខ្មោចស្រីនោះនិងខ្មោចមួយក្រុមទៀតបានសម្ដៅដើមមករកនាងលីណាមានការភិតភ័យជាខ្លាំងនៅពេលដែលឃើញលីណាបាត់បង់ស្មារតីម្ដងទៀតនោះរ៉ាម៉ាន់មានបំណងចង់ស្ទុះទៅចាប់អោសនាងចេញប៉ុន្តែលើកនេះមិនដូចរាល់ដងឡើយលោកគ្រូម្នាក់បានលេចមុខមកខាត់រួចអះអាងថាលីណាកំពុងតែត្រូវខ្មោចព្រាយបិសាចចូលសន្ធិដ្ឋយ៉ាងធ្ងន់ធ្ងរហើយត្រូវការធ្វើពិធីបណ្ដេញជាបន្ទាន់គាត់ក៏បានបញ្ជាឲ្យគេយកនាងចេញភ្លាមដោយសារតែបារម្ភខ្លាចធ្លាយរឿងអាត់កំបាំងរបស់ខ្លួនរ៉ាម៉ាន់ក៏គ្មានជំរឿអ្វីក្រៅពីដើរតាមពួកគេទៅចូលរួមក្នុងពិធីនោះដែរខណៈពេលដែលលោកគ្រូកំពុងតែរៀបចំនិងធ្វើពិធីបណ្ដេញវិញ្ញាណអាក្រក់នោះរ៉ាម៉ាន់បានអោនទៅក្បែរក្រជារបស់លីណារួចខ្សឹបដាក់មន្តអាគមពី3ម៉ាត់យ៉ាងត្រទន់ភ្លាមនោះខួរក្បាលរបស់លីណាក៏ត្រូវបានរងការវាយប្រហារដោយមនោគមវិជ្ជាងប់ងុយម្ដងទៀតប៉ុន្តែគ្រាន់តែលោកគ្រូចាប់ផ្ដើមសូត្រមន្តអាគមបណ្ដេញវិញ្ញាណអាក្រក់ភ្លាមស្រាប់តែភ្នែកទាំងគូរបស់លីណាចាប់ផ្ដើមប្រែជាសគួរឲ្យខ្លាចអតិពលនៃធម៌និងអំណាចងងឹតនៅក្នុងខ្លួនរបស់នាងធ្វើឲ្យរាងកាយរបស់នាងគ្រប់គ្រងលែងបានទៀតហើយភ្លាមនោះរាងកាយរបស់លីណាចាប់ផ្ដើមរមួលហើយនាងបានបន្លឺសំឡេងស្រែកក្រហមយ៉ាងខ្លាំងដែលសំឡេងនេះមិនមែនជាសំឡេងរបស់នាងឡើយប៉ុន្តែវាជាសំឡេងរបស់ខ្មោចស្រីម្នាក់នោះខណៈពេលដែលរាងកាយរបស់នាងកំពុងតែរមួលនោះរ៉ាម៉ាន់ដែលកំពុងតែឈរមើលគឺមានការភិតភ័យជាខ្លាំងព្រោះមន្តអាគមខ្មៅដែលគាត់បានដាក់ទៅលើលីណាចិត្តត្រូវរលាយទៅហើយនៅពេលដែលឃើញសភាពមិនស្រួលបែបនេះគ្រូមន្តអាគមនិងមនុស្សម្នាជាច្រើនអ្នកបានស្ទុះទៅចាប់សង្កត់រាងកាយរបស់លីណាដើម្បីកុំឲ្យបោកខ្លួនប្រាណដែលធ្វើឲ្យមនុស្សគ្រប់គ្នាបានក្រឡេកទៅឃើញស្លាកស្នាមរបួសដែលត្រូវបានអាកាត់សាច់ស្រស់ៗនៅខាងក្នុងរបស់នាងនៅពេលនោះរ៉ាម៉ាន់ក៏បានសូត្រមន្តហៅវិញ្ញាណស្រីនោះឲ្យចេញមកនិងបំផ្លាញពិធីភ្លាមខ្មៅស្រីនោះក៏បានស្ទុះចូលមកសន្ធិដ្ឋនិងគ្រប់គ្រងរាងកាយរបស់លីណាទាំងស្រុងតែម្ដងនៅពេលនោះលីណាមានកម្លាំងដូចជាបិសាចរហូតទាញក្រវ៉ាត់មនុស្សដែលចាប់នាងឲ្យខ្ទាតចេញអស់ទោះបីជាលោកគ្រូខំប្រឹងប្រមូលថាមពលសូត្រធម៌បណ្ដេញយ៉ាងណាក៏ដោយក៏លែងមានឥទ្ធិពលនិងមិនអាចធ្វើអ្វីវិញ្ញាណបិសាចនោះបានឡើយការស្ទុះមកបុកមួយទំហឹងរបស់លីណាលើកនេះគឺសាហាវខ្លាំងណាស់ស្ទើរតែដាច់ដង្ហើមរបស់លោកគ្រូទៅហើយប៉ុន្តែនៅពេលដែលលីណាស្ទុះមកវាយប្រហារម្ដងទៀតលោកគ្រូបានប្រមូលថាមពលអាគមទាំងអស់ដែលនៅសេសសល់សូត្រធម៌ចុងក្រោយយ៉ាងខ្លាំងក្លារហូតអាចបញ្ឈប់នឹងធ្វើឲ្យរាងកាយរបស់នាងអណ្ដាតជាប់នៅលើលែងធ្វើអ្វីបានចុងក្រោយលោកគ្រូក៏បានសម្រុកសូត្រធម៌រហូតអាចបណ្ដេញវិញ្ញាណបិសាចអាក្រក់នោះឲ្យខ្ទាតចេញពីរាងកាយរបស់រីណាបានសម្រេចនៅពេលនោះនាងក៏បានធ្លាក់ចុះមកវិញក្រោយពេលបានឃើញសភាពបែបនេះភរិយារបស់លោកគ្រូក៏បានស្នើថាគួរតែទុកលីណាឲ្យស្នាក់នៅទីនេះ3ថ្ងៃសិនដើម្បីតាមដាននិងការពារសុវត្ថិភាពរបស់នាងប៉ុន្តែភ្លាមនោះរ៉ាម៉ាន់បានស្ទុះមកកាត់មករួចយករឿងស្របច្បាប់មួយមកធ្វើជាលេសដើម្បីបដិសេធភ្លាមដោយមិនបងអង្គយូរនិងមិនស្ដាប់តាមការខាត់ខាំងពីនរណាម្នាក់ឡើយរ៉ាម៉ាន់ក៏បានលើកបីលីណាចេញពីទីនោះភ្លាមគ្រាន់តែឈានជើងចូលមកដល់ផ្ទះភ្លាមរ៉ាម៉ាន់ក៏បានបញ្ចេញចរិតពិតដ៏ខុសខើរបស់ខ្លួនចេញមករ៉ាម៉ាន់បានវាយធ្វើបាបលីណានិងបានទាញខ្សែក្រវ៉ាត់មកវាយនាងយ៉ាងខ្លាំងតែម្ដងនៅពេលដែលឃើញសភាពរងទុក្ខវេទនានិងគួរឲ្យអាណិតអាសូររបស់លីណាខ្លាំងពេកមានអ្នកបម្រើដែលធ្លាប់តែជួយធ្វើការឲ្យរ៉ាម៉ាន់នោះក៏ចាប់ផ្ដើមទន់ចិត្តនិងអត់ទ្រាំមើលមិនបានតទៅទៀតទេគាត់ក៏បានគ្រាលីណាដើម្បីរត់ចេញពីផ្ទះបិសាចមួយនេះជាមួយគ្នាប៉ុន្តែពួកគេទៅនឹងរត់ចេញមិនទាន់បានឆ្ងាយប៉ុន្មានផងពួកគេទាំងពីរនាក់ត្រូវបានក្រុមសន្តិសុខនិងកូនចៅរបស់រ៉ាម៉ាន់ចាប់ខ្លួននៅទីកន្លែងតែម្ដងរ៉ាម៉ាន់គាត់បានចាប់អូសលីណាសម្ដៅទៅកាន់ជាន់ក្រោមដីរួចដាក់នាងនៅលើតុដើម្បីធ្វើពិធីបូជាភ្លាមការពិតទៅរ៉ាម៉ាន់បានយកព្រលឹងរបស់លីណាទៅធ្វើការដោះដូរនៅក្នុងកិច្ចព្រមព្រៀងជាមួយនឹងខ្មោចស្រីនោះតាំងពីដំបូងមកម្ល៉េះដោយការបោះឆ្នោតនឹងឈ្នះនឹងចិត្តមកដល់ដូចនេះគាត់ក៏ត្រូវតែគោរពតាមការសន្យាជាមួយនឹងខ្មោចស្រីនោះដោយការបូជាជីវិតភរិយាបង្កើតរបស់ខ្លួនឯងដើម្បីបង្ហាញកេរ្តិ៍នៅក្នុងកំឡុងពេលដែលរ៉ាម៉ាន់ដើរទៅងាកក្រោយដើម្បីយកសម្ភារៈសម្រាប់ធ្វើពិធីបូជានោះលីណាដែលកំពុងតែដេកនៅទីនោះក៏បានលូកដៃចូលទៅក្នុងហោប៉ៅអាវរបស់នាងរួចក៏ស្រាប់តែប៉ះចំក្តារតូចមួយសន្លឹកនៅលើក្តារតូចមួយសន្លឹកនោះមានសរសេរអក្សរយ៉ាងច្បាស់ថាការសូត្រគម្ពីរទំព័រទី27វគ្គទី30នឹងទទួលបាន
បានការការពារនិងតាមថែរក្សាពីព្រះនៅក្នុងពេលជាមួយគ្នានោះដែរមិត្តភ័ក្តិរបស់លីណាដែលបារម្ភពីសុវត្ថិភាពរបស់នាងខ្លាំងពេកបានខំប្រឹងប្រែងរកគ្រប់មធ្យោបាយរហូតទាល់តែលួចចូលមកដល់ទីនោះនាងបានស្ទុះទៅស្រ័យចំណងនិងបំរុងនាំលីណារត់ចេញពីទីនោះប៉ុន្តែទើបតែនឹងងើបឈរភ្លាមរ៉ាម៉ាន់ក៏បានដើរត្រឡប់មកវិញចាំពេលដែលឃើញពួកគេទាំងពីរនាក់រ៉ាម៉ាន់បានស្ទុះទៅវាយនាងមួយទំហឹងបណ្ដាលឲ្យនាងស្លាប់ស្ដុកស្ដឹងតែម្ដងបន្ទាប់មកគាត់បានចាប់បោកនិងអូសទាញរាងកាយរបស់លីណាត្រឡប់ទៅដាក់នៅលើអាសនៈបូជាវិញភ្លាមនោះរ៉ាម៉ាន់បានកាត់យកសតរបស់លីណារួចចាប់ផ្ដើមបើកកិច្ចពិធីបូជាជីវិតដោយគ្មានភាពរារាចិត្តឡើយខណៈពេលដែររ៉ាម៉ាន់កំពុងតែសូត្រមន្តអាគមលីណាបានប្រមូលកម្លាំងចុងក្រោយទាំងអស់ដែលនៅក្នុងខ្លួនរួចស្ទុះច្រានបុកទម្លាក់តុដែលដាក់វត្ថុសក្ការៈប៉ុន្តែពេលនោះរ៉ាម៉ាន់ក៏បានផ្ទុះកំហឹងយ៉ាងខ្លាំងនៅពេលដែលដឹងថាផែនការអំណាចដ៏ធំធេងរបស់ខ្លួនត្រូវបានរលាយបាត់ទាំងស្រុងរ៉ាម៉ាន់បានប្រាចិត្តមកចង់សម្លាប់លីណាចោលភ្លាមដើម្បីបញ្ចេញកំហឹងសងសឹកនៅក្នុងពេលនោះមិត្តភក្តិជិតស្និទ្ធរបស់លីណាដែលដឹងខ្លួនឡើងវិញបានស្ទុះទៅចាប់អោសដៃរបស់រ៉ាម៉ាន់ជាប់ប៉ុន្តែរ៉ាម៉ាន់បានក្រវេដៃមកវិញរួចយកកំបិតទៅចាក់ទៅលើមិត្តភក្តិរបស់លីណាបណ្ដាលឲ្យនាងដេកស្លាប់ភ្លាមនៅពេលដែលឃើញមិត្តភក្តិរបស់ខ្លួនត្រូវស្លាប់យ៉ាងអនាចអធមនៅចំពោះមុខបែបនេះលីណានាងបានកលែងឃើញស្នែងគោបូជាមួយដែលបានធ្លាក់រួចនាងក៏បានរើសយកមកចាក់បុកទម្លុះចំបេះដូងរបស់រ៉ាម៉ាន់យ៉ាងពេញទំហឹងនៅពេលនោះរ៉ាម៉ាន់ក៏បានដួលស្លាប់នៅទីនោះតែម្ដងចុងក្រោយលីណាក៏បានដើរចាក់ចេញពីផ្ទះនិងទីកន្លែងដ៏គួរឲ្យខ្លាចមួយនេះនៅខាងខ្នងរបស់នាងដែលមានស្នាមរបួសដែលត្រូវរ៉ាម៉ាន់អាសាច់ស្រស់យកទៅធ្វើពិធីនោះស្រាប់តែដោះចេញមកនៅជាស្លាបបាក់សីមួយគូដែលជោគជាប់ទៅដោយឈាមហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់តែត្រឹមហ្នឹងបើសិនជាអេដមីនសម្រាយទៅមានខុសទាស់ត្រង់ណាសូមមេត្តាខន្តីអភ័យទោសឲ្យអេដមីនផងជួបជាមួយនឹងអេដមីននៅវីដេអូក្រោយៗទៀតអរគុណសូមជម្រាបលា